ស្ដេចភូមិបុលជាអ្នកកសាងតែស្ដេចចលាលង្កនជាអ្នកបំផ្លាញហើយក៏ជារាជាទី10ដែលជាស្ដេចចុងក្រោយរបស់ថៃដែរថៃកំពុងផ្ដួលរំលំស្ដេចរាមាទី10តាមក្បួនបោកបាល់បោកដីហើយលោតឡើងវិញ Bouncing Ball Strategy គឺតម្រូវឲ្យទាញបញ្ហាធំៗទម្លាក់ប្រទេសរបស់ខ្លួនឲ្យធ្លាក់ដល់បាតដីដើម្បីជំរុះបុគ្គលសំខាន់ៗក្នុងផែនការនយោបាយផ្លាស់ប្ដូរអំណាចមេដឹកនាំមន្ត្រីក៏ដូចជារាស្ត្រដែលលួចសំងំដាំចិត្តចង់ផ្ដួលរំលំអំណាចស្ដេចថៃគឺមានរហូតដល់លើស 50% គឺចាប់តាំងពីការសគត់របស់ស្ដេចដ៏រុងរឿងភូមិបុលអាដុលយ៉ាដេតមកម្លេះរាស្ត្រនិងមន្ត្រីដែលសេរីនិយមមានក្តីអស់សង្ឃឹមចំពោះរបបនយោបាយនិងបកពួកម៉ាហ្វីយ៉ាឬជនអន្តពាលរបស់ស្ដេចថៃចលាលង្កននេះខ្លាំងណាស់រួមទាំងចក្ខុវិស័យវែងឆ្ងាយចំពោះរាជយាតមិនគ្រប់លក្ខណៈរបស់ស្ដេចជំគួតនេះផងដូច្នេះទើបថៃធ្វើរឿងអស់នេះបង្កើតបញ្ហាធំៗដូចជាសង្គ្រាមជាមួយខ្មែរជាយុទ្ធសាស្ត្រគោលដែលអាចសម្រេចគោលដៅផែនការទម្លាក់ស្ដេចលើស 50% តែស្ដេចលង្កនខ្លួនឯងក៏មិនដឹងថាចាញ់កលរបស់មន្ត្រីចំណិតខ្លួនដែរក៏ព្រោះពួកគេនោះរុញទប់មិនដោយទឹកតាមចិត្តពាលរបស់ស្ដេចបើតាមយោបល់របស់មន្ត្រីបកប្រឆាំងក៏ដូចជាបកភើថៃពួកគេមើលឃើញភាពអន្តរាយពួកគេព្យាយាមហាមសពគ្រប់តែស្ដេចពាលនោះមិនស្ដាប់ឡើយគឺធ្វើតាមការញុះញង់លើកជើងរបស់មន្ត្រីចំណិតរបស់ខ្លួនយកលុយធ្វើសង្គ្រាមតែមិនសូវជួយជនរងគ្រោះដោយទឹកជំនន់លើសពីនោះផលប៉ះពាល់សេដ្ឋកិច្ចដ៏ធំកំពុងតែកើតមានក៏ពួកក្រុមស្ដេចមិនខ្វល់ដែលនេះរាជចាប់ផ្ដើមភ្លឺស្វាងនិងអស់សង្ឃឹមជាមួយស្ដេចនេះកាន់តែខ្លាំងទៅស្របពេលជាមួយគ្នានេះក្រុមយោធានិងស្ដេចពាលមិនខ្វល់អ្វីច្រើននោះទេគឺត្រូវតែវាយខ្មែរមិនដកដៃបើទោះជាត្រូវខាតបង់សេដ្ឋកិច្ចខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រនិងសូម្បីតែត្រូវប្រឈមមុខនឹងទណ្ឌកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរក៏ពួកគេមិនខ្វល់ដែរសេដ្ឋកិច្ចដែលខាតគឺគ្រប់របរដែលប៉ះពាល់គឺស្ទើរតែទាំងអស់ជារបស់ស្ដេចថៃដូច្នេះវាច្បាស់ពេកហើយដែលក្បួនសង្គ្រាមដ៏ខាតបង់របស់ថៃពេលនេះគឺកំពុងតែសម្លាប់អំណាចស្ដេចឯងឬខ្លួនឯងដើម្បីងាយផ្ដួលរំលំមេកាន់អំណាចចិនថៃយកកាំបិតចាក់ខ្លួនឯងធ្លាយដល់ខ្នងរបួសធ្ងន់ទាំងពីរតែថៃវាអាងលើសេដ្ឋកិច្ចធំទ្រព្យសម្បត្តិច្រើនជាងពលរដ្ឋច្រើនជាងដូច្នេះវាងាយនឹងងើបឡើងវិញក្រោយផ្លាស់ប្ដូរអំណាចរួចរាល់ឯការចាក់ខ្មែរឲ្យរបួសធ្ងន់គឺជាចក្ខុវិស័យវែងឆ្ងាយសម្រាប់ដំណើរបន្តនាពេលអនាគតលើនយោបាយគ្រប់គ្រងអំណាចក្នុងតំបន់របស់ពួកវាជារួមសង្គ្រាមអាចចប់គឺក្រោយការផ្លាស់ប្ដូរអំណាចផ្ទៃក្នុងចប់សពគ្រប់របស់ថៃស្ដេចថៃមានតែពីរផ្លូវប៉ុណ្ណោះដើម្បីមានជីវិតរក្សារាជាណាចក្ររបស់ខ្លួននៅរបបមានស្ដេចពលគឺត្រូវតែរៀបចំរដ្ឋធម្មនុញ្ញថ្មីឡើងវិញក្នុងការផ្ដល់សិទ្ធិអំណាចដល់នាយករដ្ឋមន្ត្រីនិងយោធាជាការដោះដូរឬបើរឹងរូសរបបរាជានិយមអាចនឹងបញ្ចប់ត្រឹមទី10នេះហើយស្ដេចចលាលង្កនអាចនឹងជាប់ទោសឧក្រិដ្ឋកម្មអន្តរជាតិក្នុងក្រុមបណ្ដឹងរបស់រាជផ្ទាល់និងអន្តរជាតិខ្មែរយើងជាជនរងគ្រោះដ៏គួរឲ្យអាណច្ចអាធមបំផុតក្នុងនយោបាយផ្ទៃក្នុងរបស់ថៃនាសតវត្សនេះដែលយើងត្រូវតែចងចាំនិងកត់ត្រាក្នុងសៀវភៅប្រវត្តិសាស្ត្រសូមបញ្ជាក់មកដែរថាអត្ថបទនេះដកស្រង់ចេញពីសំណេររបស់លោកវង្សសុផល